លោកពេបការសម្រេចចិត្តចេញពីប្រខានរាជប្រកបដោយមោទនភាពនិងចងចាំកម្ពុជាក្នុងបេះដូងជារៀងរហូតលោកពេបម៉ូណូសគ្រូបង្វឹកក្លឹបព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ពីការចាក់ចែងពីក្លឹបព្រះខ័នរាជស្វាយរៀងនាប៉ុន្មានថ្ងៃខាងមុខគឺជាការសម្រេចចិត្តរបស់លោកយ៉ាងណាលោកនៅតែអាឡោះអាល័យចំពោះអនុស្សាវរីយ៍ជាច្រើនដែលលោកបានដឹកនាំក្រុមរយៈពេល2រដូវកាលមកនេះនិងមានមោទនភាពជាខ្លាំងមុនចាក់ចេញហើយនឹងចងចាំកម្ពុជាក្នុងបេះដូងជារៀងរហូតលោកពេបបញ្ជាក់ថាវគ្គផ្ដាច់ព្រាត់ពានរង្វាន់ហ៊ុនសែនខាប់នៅថ្ងៃអាទិត្យខាងមុខនឹងក្លាយជាការប្រកួតចុងក្រោយរបស់លោកក្នុងនាមជាគ្រូបង្វឹកក្លឹបព្រះខ័នរាជស្វាយរៀងនិងជាការសម្រេចចិត្តរបស់ខ្ញុំត្រូវបានធ្វើការពីប្រមាណខែមុនហើយបានជូនដំណឹងទៅក្លឹបនិងក្រុមការងារជាមុនខ្ញុំគ្រាន់តែមានពាក្យល្អៗទៅកាន់ប្រជាជនកម្ពុជានិងប្រទេសដ៏ស្រស់ស្អាតមួយនេះខ្ញុំនិងក្រុមគ្រួសាររីករាយខ្លាំងណាស់ក្នុងអំឡុងពេលរបស់យើងនៅទីនេះហើយយើងទទួលបានការចងចាំដែលយើងមិនអាចបំភ្លេចបានលោកបន្តថាពីរដូវកាលមកនេះគឺជាដំណើរមួយដែលមិនគួរឲ្យជឿពីរឿងអាជីពការងារនិងទស្សនៈផ្ទាល់ខ្លួនដោយលោកបានថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលបានរាប់អានដល់រស់រាយរាក់ទាក់គោរពនិងសប្បុរសចំពោះរូបលោកនិងក្រុមគ្រួសារតាំងពីថ្ងៃដំបូងដល់ថ្ងៃចុងក្រោយពិសេសលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឌីវិជាប្រធានក្លឹបព្រះខ័នរាជស្វាយរៀងដែលបានផ្ដល់សេចក្តីទុកចិត្តធានាការគាំទ្រនិងសេចក្តីស្រឡាញ់ដល់រូបលោកដើម្បីអភិវឌ្ឍជីវិតនិងគម្រោងអាជីពរបស់លោកនៅកម្ពុជាលោកពេបបានផ្ញើសារទៅកាន់លោកឌីវិជាយ៉ាងដូចនោះថាអ្នកជាអ្នកដឹកនាំដ៏អស្ចារ្យជាបុរសល្អនិងជាគំរូដ៏ធំធេងនៃតម្លៃសម្រាប់សង្គមទាំងមូលសម្រាប់មនុស្សជំនាន់ក្រោយលើពីនេះលោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្លឹបផ្សេងទៀតដែលបានជឿជាក់លើផ្លូវដែលត្រឹមត្រូវដើម្បីសម្រេចក្តីសុបិនរបស់ក្លឹបរួមជាមួយកីឡាករទាំងអស់ដែលប្រៀបដូចជាក្រុមគ្រួសារតូចមួយដ៏ស្និទ្ធស្នាលលើសពីក្រុមបាល់ទាត់ដែលផ្ដល់សិទ្ធិឲ្យលោកក្នុងនាមជាគ្រូបង្វឹកលោកថាខ្ញុំរីករាយជាមួយអ្នកខ្លាំងណាស់ហើយអ្នកបានធ្វើឲ្យការងាររបស់ខ្ញុំកាន់តែងាយស្រួលក្នុងនាមជាគ្រូបង្វឹកខ្ញុំតែងធ្វើការសម្រេចចិត្តដ៏តឹងតែងហើយខ្ញុំប្រកាសថាខ្ញុំបានធ្វើខុសខ្លះក្នុងនាមជាមនុស្សម្នាក់ខ្ញុំប្រកាសថាខ្ញុំប្រព្រឹត្តទៅចំពោះអ្នកដោយក្តីស្រឡាញ់និងកិត្តិយសទាំងអស់របស់ខ្ញុំអរគុណខ្លាំងណាស់ដែលបានផ្ដល់ឲ្យខ្ញុំរយៈពេល2ឆ្នាំដែលមិនអាចបំភ្លេចបានសូមអរគុណដល់បុគ្គលិកទាំងអស់សម្រាប់វិជ្ជាជីវៈការបដិញ្ញាចិត្តនិងការលះបង់របស់អ្នករដូវកាលដ៏លំបាកចុងក្រោយនេះបានបង្ហាញពីកម្រិតនិងគុណភាពខ្ពស់នៃការងារប្រចាំថ្ងៃរបស់អ្នកខ្ញុំមានមោទនភាពចំពោះអ្នកទាំងអស់គ្នាជាចុងក្រោយជាការដឹងគុណយ៉ាងធំធេងចំពោះអ្នកគាំទ្រខេត្តស្វាយរៀងជុំវិញប្រទេសកម្ពុជាអរគុណច្រើនសម្រាប់អ្នកគាំទ្រដ៏ច្រើនរបស់អ្នកជានិច្ចខ្ញុំមានអារម្មណ៍ថាអ្នកជិតស្និទ្ធណាស់ហើយអ្នកគឺជាផ្នែកសំខាន់នៃភាពជោគជ័យរបស់យើងបន្តគាំទ្រក្រុមនិងបន្តធ្វើឲ្យក្លឹបកាន់តែធំឡើងពិសេសខ្ញុំនិយាយទៅកាន់ Blue Spoon បេះដូងរបស់ស្វាយរៀងគឺជាក្រុមអ្នកគាំទ្រល្អបំផុតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅខ្ញុំស្រឡាញ់អ្នកស្វាយរៀងនិងកម្ពុជាស្ថិតក្នុងបេះដូងខ្ញុំជារៀងរហូតយើងទៅជាមួយគ្នានេះគឺជាការលើកឡើងបន្ថែមរបស់លោកពេបគួរឲ្យដឹងផងដែរថារយៈពេល2រដូវកាលក្រោយការដឹកនាំរបស់លោកពេបម៉ូណូសព្រះខ័នរាជស្វាយរៀងបានសម្រេចសមិទ្ធផលដ៏ភ្ញាក់ផ្អើលពលគឺការក្រុងជើងឯកលីកកំពូលកម្ពុជា2រដូវកាលជាប់គ្នាសម្រាប់ឆ្នាំ2023-2024និងឆ្នាំ2024-2025ក៏ដូចជាការក្រុងជើងឯកពានសម្ដេចតេជោហ៊ុនសែនលើកទី17ឆ្នាំ2023-2024និងត្រៀមវគ្គផ្ដាច់ព្រាត់ដើម្បីការពារជើងឯករដូវកាលឆ្នាំ2024-2025ថែមទៀតអ្វីដែលធ្វើឲ្យអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសមានការភ្ញាក់ផ្អើលគឺការទម្លាក់ក្រុមខ្លាំងៗជាច្រើនក្នុងតំបន់រហូតបានឡើងវគ្គផ្ដាច់ព្រាត់ពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី3ទ្វីបអាស៊ី AFC Challenge League 2024-2025 តែសោកស្ដាយពួកគេបានបញ្ចប់ត្រឹមចំណាត់ថ្នាក់ជើងឯករងបន្ទាប់ពីការចាញ់ក្រុម FK អាកាដាំងរបស់ប្រទេសទូមេគីស្ថាន2-1ក្នុងវគ្គផ្ដាច់ព្រាត់យ៉ាងណាក៏ដោយប្រកួតនេះព្រះខ័នរាជស្វាយរៀងបានធ្វើយ៉ាងល្អរហូតទទួលបានការកោតសរសើរពីអ្នកគាំទ្រមុនផ្លត់របូតគ្រាប់បារាជ័យនៅម៉ោងបន្ថែម15នាទី2ដង